ចាជាដំបូងនេះខ្ញុំសូមជម្រាបសួរលោកគ្រូនិងខ្ញុំឈ្មោះខេណាវីថ្ងៃនេះនេះខ្ញុំនឹងសង្ខេបមេរៀនតកតងជាមួយនឹងសប្តាហ៍ទី10គឺការវិតម្លៃផលបត្តិចាឬគេហៅថា portfolio assessment ចាចឹងក្នុងមេរៀននេះផងដែរចាគឺមានវត្ថុបំណងកំណត់បាននិយមន័យពីការវិតម្លៃផលបត្តិក្រដាសផលបត្តិ digital គុណសម្បត្តិគុណវិបត្តិនិងអត្ថប្រយោជន៍នៃការប្រើប្រាស់ផលបត្តិក្នុងការបង្រៀនមួយវិញទៀតរៀបរាប់ពីចរិតលក្ខណៈផលបត្តិដែលមានប្រសិទ្ធភាពជំហានក្នុងការអនុវត្តនិងសារៈប្រយោជន៍ផលបត្តិ digital ផងដែរចាំមួយវិញទៀតកំណត់វេទិកាដែលអាចផ្ទុកផលបត្តិ digital សម្រាប់ប្រើប្រាស់ក្នុងការបង្រៀននិងរៀនតាមមុខវិជ្ជាផ្សេងៗមួយវិញទៀតទម្លាប់ប្រើប្រាស់ផលបត្តិដើម្បីតាមដានការរីកចម្រើនរបស់សិស្សផងដែរចាហើយចំពោះមេត្តាគឺយើងមាន16ការគឺទី1ការវិតម្លៃផលបត្តិទី2ចរិតលក្ខណៈផលបត្តិទី3គុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ផលបត្តិមួយវិញទៀតទី4ប្រភេទផលបត្តិទី5ការរៀបចំនិងការអនុវត្តការវិតម្លៃផលបត្តិចាចំណែកទី6គឺការសង្ខេបចាអញ្ចឹងយើងចូលចំណុចទី1តកតទៅនឹងការវិតម្លៃផលបត្តិចាតើអ្វីទៅជាការវិតម្លៃផលបត្តិឬគេហៅថា portfolio នេះផងដែរចាអញ្ចឹងការវិតម្លៃផលបត្តិគឺជាដំណើរការនៃការប្រមូលឬក៏វិតម្លៃតាមដំណាក់ឬបញ្ចប់ដើម្បីជាឯកសារនៃវឌ្ឍនភាពចាវឌ្ឍនភាពថារីកចម្រើនឆ្ពោះទៅរកការសម្រេចគោលដៅនៃការសិក្សាហើយមួយវិញទៀតប្រមូលស្នាដៃការងារផ្សេងៗដើម្បីជាផុសតាងនៃការរីកចម្រើនចាប្រាប់ពីការរីកចម្រើននៃការសិក្សារបស់សិស្សមួយវិញទៀតគឺប្រមូលការប្រមូលកិច្ចការនិងផុសតាងការសិក្សាផងដែរចាអញ្ចឹងយើងចូលចំណុចទី1ដល់ដែរចាអញ្ចឹងគេថាការវិតម្លៃផលបត្តិហ្នឹងជាការវិតម្លៃដោយប្រមូលផ្ដុំការងាររបស់សិស្សក្នុងរយៈពេលណាមួយចាអញ្ចឹងមិនថាលទ្ធផលប្រចាំខែមិនថាឆមាសឬក៏ត្រីមាសទេចាហើយមួយវិញទៀតវាជាការប្រមូលផ្ដុំកិច្ចការរបស់សិស្សក្នុងគោលបំណងប្រើប្រាស់ដើម្បីពណ៌នាពីការខិតខំប្រឹងប្រែងការរីកចម្រើននិងសម្រេចសមិទ្ធផលរបស់សិស្សក្នុងមុខវិជ្ជាណាមួយអញ្ចឹងឧទាហរណ៍ថាខែមករាគាត់ធ្វើគណិតវិទ្យាបានសំទោសបាន2ចាអញ្ចឹងនៅខែកុម្ភៈគាត់ធ្វើគណិតវិទ្យាដដែលប៉ុន្តែគាត់បាន3ឬក៏បាន4ចាអញ្ចឹងនឹងគឺជាការរីកចម្រើនរបស់គាត់ផងដែរចាមួយវិញទៀតយើងនិយាយពីតកតងជាមួយនឹងចរិតលក្ខណៈចំណុចទី2គឺចរិតលក្ខណៈនៃផលបត្តិចាអញ្ចឹងយើងត្រូវតែផ្ដោតពិសេសទៅ3ចំណុចសំខាន់ចាទី1គឺប្រមូលកិច្ចការរបស់សិស្សត្រូវមានគោលបំណងច្បាស់លាស់ចាទី2គឺសិស្សត្រូវចូលរួមយ៉ាងសកម្មក្នុងដំណើរការនៃការជ្រើសរើសកិច្ចការដែលត្រូវដាក់បញ្ចូលនៅក្នុងផលបត្តិទី3គឺសិស្សត្រូវចូលរួមយ៉ាងសកម្មក្នុងការឆ្លុះបញ្ចាំងខ្លួនឯងថាតើក្នុងគេហៅថាមួយខែសិក្សានេះថាតើយើងត្រូវឲ្យគាត់ចេះឆ្លុះបញ្ចាំងខ្លួនឯងថាតើគាត់ចំណុចណាដែលគាត់ធ្វើបាននិងចំណុចណាដែលគាត់ធ្វើមិនទាន់បានផងដែរចាមួយវិញទៀតយើងចំណុចចំណុចទី2ដដែលចាអញ្ចឹងគេថាគោលបំណងច្បាស់លាស់ហ្នឹងបែបម៉េចចាគឺបន្ស៊ីជាមួយនឹងវត្ថុបំណងស្តង់ដារនិងបំណងសតវត្សទី21ចាអញ្ចឹងបំណងសតវត្សទី21ហ្នឹងគឺយើងមានគេហៅថាដល់7C ចាអញ្ចឹងខ្ញុំអត់សុំលម្អិតទេចាមួយវិញទៀតគឺផលិតផលការងារចាអញ្ចឹងមានការប្រមូលផ្ដុំរៀបចំបានល្អនិងមានលក្ខណៈជាប្រព័ន្ធចាហើយមួយវិញទៀតសិស្សផ្ទាល់ចាអញ្ចឹងមានការចូលរួមនិងគេហៅថាលើកទឹកចិត្តគាត់វាថាឲ្យគាត់ប្រឹងប្រែងឬក៏ខិតខំប្រឹងប្រែងទៀតដើម្បីឲ្យសម្រេចគោលដៅហ្នឹងមួយវិញទៀតគឺកិច្ចការឬស្នាដៃរបស់សិស្សម្នាក់ៗចាអញ្ចឹងយើងត្រូវតែមានស្នាដៃសិស្សម្នាក់របស់ពួកគេនឹងផងដែរមួយវិញទៀតគឺជ្រើសរើសខ្លឹមសារមេរៀនដោយខ្លួនឯងចាអញ្ចឹងតកតងជាមួយនឹងការណែនាំដែលបានបង្កើតចាអញ្ចឹងការណែនាំដែលបានបង្កើតហ្នឹងយើងត្រូវបានប្រើនៅក្នុងការសរសេរខ្លឹមសារមេរៀនចាមួយវិញទៀតស្វែងឆ្លុះបញ្ចាំងរបស់សិស្សចាអញ្ចឹងឲ្យគាត់ចេះឆ្លុះបញ្ចាំងខ្លួនឯងចាមួយវិញទៀតមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់និងសមស្របសម្រាប់ការវិតម្លៃផលិតផលថាតើគាត់គាត់ធ្វើបានអ្វីហើយគាត់ធ្វើមិនទាន់បានអ្វីចាមួយវិញទៀតមានការប្រជុំរវាងគ្រូនិងសិស្សដើម្បីពិនិត្យនិងវាតម្លៃចា
យើងចូលចំណុចទី3តកតងជាមួយនឹងគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ផលប័ត្រចាអញ្ចឹងយើងចូលចំណុច1សិនគឺតកតងជាមួយនឹងចំណុចគុណសម្បត្តិចាអញ្ចឹងគុណសម្បត្តិមានន័យថាយើងជំរុញសិស្សវាសំទោសជំរុញស្វ័យវាតម្លៃនិងការវាតម្លៃបែបសហការរបស់សិស្សមួយវិញទៀតបង្កើនការលើកទឹកចិត្តសិស្សចាអញ្ចឹងដូចខ្ញុំនិយាយខាងដើមអញ្ចឹងការលើកទឹកចិត្តសិស្សគឺវាពិតជាសំខាន់ចាអញ្ចឹងផ្ដោតទៅលើចំណុចខ្លះនៅចំណុចអ្វីដែលពួកគេធ្វើបានឬក៏ចំណុចដែលពួកគេធ្វើមិនទាន់បានមួយវិញទៀតការវិតម្លៃមានលក្ខណៈជាបុគ្គលចាអញ្ចឹងនៅពេលដែលកូនសិស្សម្នាក់ហ្នឹងគាត់ធ្វើមិនទាន់បានអញ្ចឹងគឺយើងអាចប្រាប់គាត់ត្រង់ថាកូនធ្វើមិនទាន់បាននៅចំណុចនេះចំណុចនោះអញ្ចឹងទៅអញ្ចឹងឲ្យគាត់ប្រឹងប្រែងបន្តទៀតចាមួយវិញទៀតគឺផ្ដល់ឧទាហរណ៍ជាក់ស្ដែងសម្រាប់កិច្ចប្រជុំរបស់ឪពុកម្ដាយអញ្ចឹងយើងត្រូវតែមានការប្រជុំជាមួយអាណាព្យាបាលថានេះកូនបងឬក៏កូនលោកពូអ្នកមីងគាត់ខ្វះខាតនៅចំណុចនេះចំណុចនេះអញ្ចឹងលោកពូអ្នកមីងជួយបន្ថែមឬក៏ជួយគេហៅថាលើកទឹកចិត្តគាត់បន្ថែមអញ្ចឹងទៅមួយវិញទៀតមានភាពបាត់បែននិងប្រែប្រួលតាមអាយុមុខវិជ្ជាប្រភេទផលិតផលសមត្ថភាពនិងចំណាប់អារម្មណ៍និងរបៀបនៃការរៀនរបស់ពួកគេចាអញ្ចឹងយើងចូលចំណុចគុណវិបត្តិម្ដងចាចំណុចគុណវិបត្តិគឺពិបាកក្នុងការដាក់ពិន្ទុចានាំឲ្យមានគេហៅថានាំឲ្យមានភាពជឿជាក់ហ្នឹងអត់វាថាបើយើងនិយាយសាមញ្ញគឺអត់សូវមានភាពជឿជាក់ក្នុងការដាក់ពិន្ទុហ្នឹងទៅមួយវិញទៀតចំណាយពេលច្រើនក្នុងការបង្កើតលក្ខណៈវិនិច្ឆ័យការដាក់ពិន្ទុនិងវាថាជួបសិស្សអញ្ចឹងណាចាំមួយវិញទៀតសិស្សអាចជ្រើសរើសព័ត៌មានដើម្បីប្រមូលក្នុងផលប័ត្រមិនគេហៅថាមិនបានល្អថាគាត់អត់តន់យល់ថាតើផលប័ត្រហ្នឹងមិនអីមិនចឹងទៅចាំមួយវិញទៀតគំរូនៃផលិតផលសិស្សអាចនាំទៅរកភាពខ្សោយនៃការធ្វើទូទៅកម្មមួយវិញទៀតគេហៅថាឪពុកម្ដាយអាចនឹងពិបាកយល់ពីផលប័ត្រគាត់អត់ដឹងថាតើផលប័ត្រហ្នឹងមានន័យដូចម្ដេចថាតើនៅពេលដែលយើងមានផលប័ត្រហ្នឹងទៅគេហៅថាវាមានភាពងាយស្រួលឬក៏មានភាពអ្វីផ្សេងចឹងទៅចាអញ្ចឹងយើងចូលចំណុចទី4ចាប្រភេទផលប័ត្រចាអញ្ចឹងយើងប្រភេទផលប័ត្រហ្នឹងមាន4ប្រភេទប៉ុន្តែយើងរួមបញ្ចូលជាមួយនឹងផលប័ត្រ digital មួយទៀតចាអញ្ចឹងតកតងជាមួយនឹងផលប័ត្រស្នាដៃចាទី1ផលប័ត្រស្នាដៃទី2ផលប័ត្រសមត្ថភាពទី3ផលប័ត្រគម្រោងទី4ផលប័ត្រពីការរីកចម្រើននិងយើងរួមបញ្ចូលតកតងជាមួយនឹងផលប័ត្រ digital មួយទៀតផងដែរចាអញ្ចឹងផលប័ត្រស្នាដៃមានន័យថាម៉េចចាអញ្ចឹងគឺមានន័យថាគោលបំណងបង្ហាញពីកិច្ចការល្អបំផុតរបស់សិស្សដែលអ្វីដែលសិស្សអាចធ្វើបានក៏ដូចជាមានមោទនភាពចាហើយមួយវិញទៀតតកតងជាមួយនឹងផលប័ត្រសមត្ថភាពចាអញ្ចឹងបង្ហាញពីកម្រិតនៃគេហៅថាសម្រាប់សមិទ្ធផលដែលមានការគោរពតាមគោលដៅសិក្សាឬលទ្ធផលសិក្សារំពឹងទុកឬមួយឬក៏ច្រើនចាហើយមួយវិញទៀតតកតងជាមួយនឹងផលប័ត្រគម្រោងចាផលប័ត្រគម្រោងហ្នឹងមានន័យថាប្រើដើម្បីចងក្រងឯកសារនៃការបញ្ចប់ជំហាននីមួយៗនៅក្នុងគម្រោងដែលបានធ្វើនៅក្នុងរយៈពេលណាមួយផងដែរផលប័ត្រចំណុចទី4គឺផលប័ត្រប្រាពិការរីកចម្រើនចាអញ្ចឹងមានន័យថាបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកការសិក្សាមុខវិជ្ជាមួយកាន់តែប្រសើរជាងដូចខ្ញុំនិយាយខាងដើមអញ្ចឹងមានន័យថាខែមករាគាត់ធ្វើគណិតបាន2ចាអញ្ចឹងខែកុម្ភៈគាត់ធ្វើគណិតបាន3ចាហ្នឹងក៏ជាការរីកចម្រើនឬក៏គេហៅថាវឌ្ឍនភាពនៃការរីកចម្រើនរបស់ពួកគាត់ផងដែរចាហើយមួយវិញទៀតតកតងជាមួយនឹងផលប័ត្រ digital ដែលយើងរួមបញ្ចូលអំបញ្ញមិញចាគឺជាការគេហៅថាផ្លាស់ប្ដូរការប្រមូលភស្តុតាងអេឡិចត្រូនិកដែលធម្មតាចាត្រូវបានរក្សាទុកនៅក្នុងការគ្រប់គ្រងនៅប្រព័ន្ធអ៊ីនធឺណិតឬកម្មវិធីអីមួយទៅចាអញ្ចឹងនៅពេលដែលយើងមានផលប័ត្រគេហៅ digital យើងអាចងាយស្រួលវាគេហៅថាវាពេលយើងទុកនៅក្រៅទៅយើងអាចបើយើងទុកជាกระดาษយើងអាចគេហៅថាមានការខ្ទេចឬក៏ខូចអីចឹងទៅប៉ុន្តែនៅពេលដែលយើងមានការ digital ផលប័ត្រ digital យើងអាចផ្ទុកវានៅក្នុងកម្មវិធីណាមួយ
ល្អប្រសើរចាចឹងយើងចូលចំណុចមួយទៀតគឺសារៈសំខាន់នៃផលប័ត្រចាអញ្ចឹងផ្ដល់នៅការរក្សាគេហៅថាផ្ដល់នៅការរក្សាទុកព័ត៌មានប្រកបដោយប្រសិទ្ធភាពចានិងសុវត្ថិភាពចាមួយទៀតសិស្សអាចបន្ថែមឧទាហរណ៍ការឆ្លុះបញ្ចាំងនិងសន្និដ្ឋានលើកកម្ពស់ការចូលរួមយ៉ាងសកម្មក្នុងការរៀនសូត្រសង្កត់ធ្ងន់លើបុគ្គលការច្នៃប្រឌិតនិងសម្លេងរបស់សិស្សផ្ទាល់ហើយមួយទៀតងាយស្រួលប្រើប្រាស់និងអាចផ្លាស់ប្ដូរទីតាំងបានចាអញ្ចឹងយើងងាយស្រួលចាអញ្ចឹងចំណុចទី5ការរៀបចំនិងអនុវត្តការវិតម្លៃផលប័ត្រចាអញ្ចឹងមានរហូតដល់9ជំហានចាអញ្ចឹងជំហានទី1គឺកំណត់គោលដៅអាចារ្យសំទុះកំណត់គោលបំណងទី2កំណត់រចនាសម្ព័ន្ធរូបរាងឬក៏ Digital ទី3កំណត់ខ្លឹមសារទី4កំណត់ការណែនាំស្វ័យវិតម្លៃនៅលក្ខណៈវិនិច្ឆ័យក្នុងការដាក់បន្ទុះទៅកាន់សិស្សទី5ពិនិត្យឡើងវិញជាមួយសិស្សទី6ការគេហៅថាដាក់ខ្លឹមសារទី7ស្វ័យវិតម្លៃរបស់សិស្សលើខ្លឹមសារមេរៀនទី8ការវិតម្លៃរបស់គ្រូនិងព័ត៌មានត្រឡប់ទៅកាន់សិស្សវិញទី6កិច្ចប្រជុំរវាងគ្រូនិងសិស្សចាអញ្ចឹងយើងចូលចំណុចចុងក្រោយតកតងជាមួយនឹងគេហៅថាសង្ខេបចាអញ្ចឹងសង្ខេបបែបណាចាយើងមើលទាំងអស់គ្នាចាអញ្ចឹងចំណុចសង្ខេបមានន័យថាសារៈសំខាន់នៃផលប័ត្រហ្នឹងគឺជាមូលគឺជាការប្រមូលនិងវិតម្លៃគេហៅថាស្នាដៃរបស់សិស្សដែលបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅសម្រេចលទ្ធផលសិក្សារំពឹងទុកនិងការសម្រេចនៅស្តង់ដារនៃការសិក្សាហើយវិញទៀតដោយរួមបញ្ចូលនៅគោលគេហៅថាគោលការណ៍នៃការវិតម្លៃហ្នឹងអនុវត្តជាមួយនឹងការស្វ័យឆ្លុះបញ្ចាំងផលប័ត្រនិងផលប័ត្រអេឡិចត្រូនិកដែលជាឧបករណ៍ដ៏មានឥទ្ធិពលដើម្បីកែលម្អនៃការសិក្សារបស់សិស្សផងដែរចាអញ្ចឹងតកតងជាមួយនឹងមេរៀននេះផងដែរចាគឺមានតែប៉ុណ្្នឹងទេចាសូមអរគុណ